ដែលអាវុធថៃប្រើក្នុងចំនួនជាមួយកម្ពុជាមានបច្ចេកវិទ្យាមកពីអ៊ីស្រាអែលសួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមនាំមកជូនព័ត៌មាននិងការវិភាគមួយដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានអន្តរជាតិជាពិសេសពីប្រទេសអ៊ីស្រាអែលយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែលមួយចំនួនបានរាយការណ៍ថាអាវុធនិងប្រព័ន្ធយោធាដែលកងទ័ពថៃបានប្រើក្នុងការវាយប្រហារទៅលើកម្ពុជាមានការពាក់ព័ន្ធនឹងបច្ចេកវិទ្យាយោធារបស់អ៊ីស្រាអែលសារព័ត៌មានទាំងនោះបានលើកឡើងថាថៃគឺជាអតិថិជនយោធាសំខាន់មួយរបស់អ៊ីស្រាអែលនិងធ្លាប់ទិញប្រព័ន្ធរ៉ាដាប្រព័ន្ធបញ្ជាគ្រាប់បែកនិងអាវុធឆ្លាតវៃ Smart Weapons ទោះបីជាមិនច្បាស់ពីភាគីថៃឬអ៊ីស្រាអែលមិនទាន់មានការបញ្ជាក់ជាផ្លូវការឬប្រកាសពីរដ្ឋាភិបាលក៏ប៉ុន្តែការវិភាគពីកាសែត Haaretz និងមេរៀនព័ត៌មានផ្សេងៗបង្ហាញថាអាវុធជាច្រើនដែលប្រើក្នុងការប្រយុទ្ធជាមួយកម្ពុជាមានទីតាំងនិងប្រភពផ្គត់ផ្គង់ដោយក្រុមហ៊ុនការពាររបស់អ៊ីស្រាអែលសារព័ត៌មាន Haaretz បានអេការថាកងទ័ពថៃប្រើប្រាស់បច្ចេកវិទ្យានិងអាវុធពីប្រទេសអ៊ីស្រាអែលរួមមានកាំភ្លើងតូចដែលផលិតដោយឧស្សាហកម្មអាវុធអ៊ីស្រាអែលប្រព័ន្ធដ្រូនបំពេញមុខងារព័ត៌មាននិងការវាយប្រហារប្រព័ន្ធប្រឆាំងបច្ចេកវិទ្យា Air Defense System និងអាវុធឆ្លាតវៃផ្សេងៗការវាយប្រហារនេះបានផ្ដល់អត្ថិភាពលើជំនាញយោធារបស់ថៃជាមួយនឹងបច្ចេកវិទ្យាទំនើបនៅក្នុងទីផ្សារអាវុធអន្តរជាតិបើយោងតាមប្រភពដដែលបានបញ្ជាក់ថាអាវុធប្រើសម្រាប់ទូតនិងការពារទឹកដីក្នុងចំនួននេះមានការឧបត្ថម្ភពីប្រទេសអ៊ីស្រាអែលដែលជាផ្នែកមួយនៃការវិនិយោគរបស់យោធាថៃក្នុងការជំរុញសមត្ថភាពយោធាទល់នឹងភាគីកម្ពុជាក្នុងការប្រយុទ្ធជម្លោះព្រំដែនរវាងកម្ពុជានិងថៃបានតតាំងគ្នារយៈពេលជិត24ថ្ងៃនិយោងតាមការសន្និដ្ឋានយោធានានានិងព័ត៌មាននានាជម្លោះនេះរួមមានការវាយប្រហារដោយយន្តហោះ F-16 កាំភ្លើងធ្ងន់ដ្រូនស៊ើបការនិងការបាញ់រ៉ុកែតដែលបានបណ្ដាលឲ្យមានការខូចខាតធ្វើឲ្យភូមិសាស្ត្រនានានិងជនស៊ីវិលរងផលប៉ះពាល់យ៉ាងខ្លាំងសូមបញ្ជាក់ថាព័ត៌មាននេះគឺជាការរាយការណ៍របស់សារព័ត៌មានអន្តរជាតិមិនមែនជាការបញ្ជាក់ផ្លូវការពីរដ្ឋាភិបាលអ៊ីស្រាអែលនោះទេនេះជាចំណុចដែលសារព័ត៌មានអន្តរជាតិបានចាប់អារម្មណ៍ខ្លាំងព្រោះវាពាក់ព័ន្ធនឹងច្បាប់មនុស្សធម៌អន្តរជាតិការដែលសារព័ត៌មានអ៊ីស្រាអែលយកប្រធានបទនេះមកចុះផ្សាយមិនមែនជារឿងធម្មតានោះទេវាបង្ហាញថាជម្លោះកម្ពុជាថៃមិនមែនជាបញ្ហាតំបន់តូចៗទៀតហើយបច្ចេកវិទ្យាយោធាពីប្រទេសទី3អាចកំពុងត្រូវបានយកមកប្រើការស្លាប់របស់ជនស៊ីវិលคล้ายជាចំណុចដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបានទេអ្នកវិភាគអន្តរជាតិខ្លះបានព្រួយមាងថាបើមានការប្រើអាវុធឆ្លាតវៃលើតំបន់ស៊ីវិលនោះអាចនាំឲ្យមានការស៊ើបអង្កេតអន្តរជាតិការរិះគន់ពីអង្គការសិទ្ធិមនុស្សនិងសម្ពាធនយោបាយលើភាគីពាក់ព័ន្ធគិតត្រឹមពេលនេះភាគីកម្ពុជាមិនទាន់បានបញ្ជាក់ជាផ្លូវការថាអាវុធដែលថៃប្រើគឺជាអាវុធអ៊ីស្រាអែលឡើយខណៈដែលភាគីថៃនិងអ៊ីស្រាអែលក៏មិនទាន់មានសេចក្តីថ្លែងការណ៍ច្បាស់លាស់ដូចគ្នាដូច្នេះសូមទស្សនិកជនជ្រាបព័ត៌មាននេះដោយការវិភាគនិងការពិចារណាសូមអរគុណ